ចាសសួស្តីអ្នកទាំងអស់គ្នាខ្ញុំគិតថាសប្តាហ៍គឺយើងសម្បូរមែនទែនតាក់ទងនឹងអ្នកដែលគាត់មានវិបត្តិផ្លូវចិត្តច្រើនជាពិសេសដោយសារតែសប្តាហ៍យើងពិបាកមែនទែនតាក់ទងសេដ្ឋកិច្ចធ្វើឲ្យយើងពិបាករស់ពីព្រោះយើងក្រោយពី COVID មកគឺចង់និយាយពាក្យសាមញ្ញថាវេទនាអញ្ចឹងផ្នែកផ្លូវចិត្តរបស់យើងគឺពិបាកណាស់ពីព្រោះដោយសារតែមានបំណុលហើយថែមទាំងមានបញ្ហាគេថា relationship តាក់ទងនឹងការទំនាក់ទំនងនៅក្នុងគ្រួសារស្ដីក្នុងសង្គមអីវាស្មុគស្មាញច្រើនហើយអញ្ចឹងវាធ្វើឲ្យយើងបាក់ទឹកចិត្តហើយមានអារម្មណ៍ថាពេលខ្លះយើងមានអារម្មណ៍ថាដូចអ្វីមួយយ៉ាងធ្លាក់ចុះមកលើដើមទ្រូងយើងអញ្ចឹងហើយដែលយើងទទួលយកបានហើយអញ្ចឹងដូចសម្រាប់ខ្ញុំអញ្ចឹងខ្ញុំមានតែថាគោលការណ៍របស់ខ្លួនឯងនៅពេលណាដែលខ្ញុំមានបញ្ហាគឺខ្ញុំមាន9ចំណុចប៉ុន្តែថ្ងៃនេះខ្ញុំលើកតែមួយចំណុចដំបូងទេនៅពេលណាដែលខ្ញុំពិបាកចិត្តខ្លាំងនៅពេលណាដែលខ្ញុំមានអារម្មណ៍ថាខ្ញុំ feeling down តែហើយខ្ញុំមិនអាចគិតអីចេញអញ្ចឹងចំណុចទី1ដែលខ្ញុំធ្វើដំបូងទេគឺខ្ញុំត្រូវរកកន្លែងដែលមានភាពកក់ក្ដៅសម្រាប់ខ្ញុំដែលភាសាសាមញ្ញថា home មានន័យថាអូខេអ្នកណាក៏មានផ្ទះដែរប៉ុន្តែផ្ទះនោះគឺយើងមានអារម្មណ៍ថាយើងមានអនុស្សាវរីយ៍យើងទៅដល់កន្លែងហ្នឹងយើងមានសុវត្ថិភាពហើយសុវត្ថិភាពហ្នឹងគឺផ្លែកផ្លូវចិត្តរបស់យើងមានអារម្មណ៍ថាអូយើងទៅដល់កន្លែងហ្នឹងយើងមានអារម្មណ៍ថាយើង safety យើងមានសុវត្ថិភាពហើយយើងអាចសម្រាកបាននៅកន្លែងហ្នឹងខ្ញុំពេលណាដែលខ្ញុំមានបញ្ហាខ្ញុំតែទៅផ្ទះដែលខ្ញុំធ្លាប់រស់នៅមួយម៉ាក់ព្រោះម៉ាក់គាត់ធ្វើផ្ទះសម្រាប់កូនគ្រប់គ្នាហ្នឹងមានម្នាក់បន្ទប់ហើយគ្រប់អីវ៉ៃបានទាំងអស់តាំងពីក្មេងរហូតដល់ខ្ញុំអាយុប៉ុណ្ណេះគឺ keep everything នៅក្នុងបន្ទប់ហ្នឹងតែម្ដងអញ្ចឹងនៅពេលណាដែលខ្ញុំពិបាកចិត្តនៅពេលណាដែលខ្ញុំមិនសប្បាយចិត្តខ្ញុំមានអារម្មណ៍ថាខ្ញុំ stress ខ្ញុំបាក់ទឹកចិត្តឬក៏យ៉ាងម៉េចគឺខ្ញុំត្រឡប់ទៅផ្ទះហ្នឹងហើយខ្ញុំគេងខ្ញុំអាចសម្រាកបានហើយខ្ញុំគិតថាវាសុវត្ថិភាពសម្រាប់ខ្ញុំហើយខ្ញុំអាចសម្រាកហើយខ្ញុំអាចចាប់តាមធ្វើអ្វីបានខ្លីៗបានហ្នឹងគឺជាចំណុចទី1របស់ខ្ញុំអញ្ចឹងពេលដែលខ្ញុំទៅដល់កន្លែងហ្នឹងដល់ក្នុងបន្ទប់ខ្ញុំអាចមើលឃើញពីអ្វីដែលថ្មីបាននៅពេលណាដែលខ្ញុំកំពុងតែអារម្មណ៍មិនល្អអញ្ចឹងនឹងគឺជាចំណុចទី1របស់ខ្ញុំដែលខ្ញុំតែងតែធ្វើហើយនៅមានជាច្រើនចំណុចបន្តទៀតខ្ញុំនឹងដាក់ជូននៅវីដេអូក្រោយៗប៉ុន្តែនេះគឺជាអ្វីដែលខ្ញុំចង់ចែករំលែកឲ្យសូមឲ្យអ្នកទាំងអស់គ្នាពេលដែលមានបញ្ហាគឺសម្លឹងមើលអ្វីដែលខ្លួនឯងមានដែលល្អជាច្រើនអាហ្នឹងគឺវាអាចទាញយើងត្រឡប់មកវិញបានអញ្ចឹងគ្រប់ពេលដែលមានបញ្ហាគ្រប់ពេលដែលបាក់ទឹកចិត្តគ្រប់ពេលដែលចង់ស្រែកយំគ្រប់ពេលដែលមានអារម្មណ៍ថាឈឺចាប់បរាជ័យត្រូវបានគេមើលងាយភាពភ័យខ្លាចគ្រប់យ៉ាងទាំងអស់ពេលហ្នឹងគឺត្រូវលើកទឹកចិត្តខ្លួនឯងឲ្យច្រើនគិតអ្វីដែលខ្លួនឯងធ្លាប់បានធ្វើល្អកន្លងមកសម្រាប់ខ្លួនឯងក្តីសម្រាប់សង្គមក្តីនឹងឯងគឺជាចំណុចមួយដែលយើងត្រូវតែធ្វើប៉ុន្តែដំបូងគេអានឹងសម្រាប់ខ្ញុំដំបូងគេគឺខ្ញុំត្រូវតែទៅផ្ទះI wanna go home ខ្ញុំចង់ត្រឡប់ទៅផ្ទះខ្លួនឯងផ្ទះដែលមានភាពកក់ក្ដៅផ្ទះតាំងពីក្មេងដែលមានអនុស្សាវរីយ៍ផ្ទះដែលមានសុវត្ថិភាពសម្រាប់ផ្លូវចិត្តនិងផ្លូវកាយទាំងអស់អញ្ចឹងកន្លែងនេះគឺជាចំណុចសំខាន់របស់ខ្ញុំជូនពរអ្នកទាំងអស់គ្នាសូមឲ្យសុខភាពល្អទាំងផ្លូវកាយទាំងផ្លូវចិត្តអូខេ